ចាសួស្តីថ្ងៃនេះយើងរៀនមេរៀនអបសុខរមសុខភាពបន្តទៀតតកតងនឹងមេរៀនថ្មីរបស់យើងគឺអនាម័យមាត់ធ្មេញចាអញ្ចឹងតកតងនឹងអនាម័យមាត់ធ្មេញយើងត្រូវដឹងថាតើវាមានផលប្រយោជន៍អីដើម្បីយើងធ្វើឲ្យមាត់ធ្មេញយើងមានត្រូវធ្វើអនាម័យចាអញ្ចឹងចំណុចទី1យើងនិយាយអំពីសារៈប្រយោជន៍នៅក្នុងការធ្វើអនាម័យហ្នឹងអញ្ចឹងយើងឃើញថាកាលណាធ្មេញយើងធ្វើអនាម័យបានល្អធ្វើឲ្យយើងគ្មានជំងឺពុកធ្មេញនិងកាត់បន្ថយការឆ្លងជំងឺមាត់ធ្មេញបំបត្តិក្លិនមាត់និងធ្វើឲ្យយើងមានទំនុកចិត្តក្នុងការនិយាយស្ដីទៅជាមួយនឹងអ្នកដទៃបង្កើនភាពស្រស់ស្អាតទំពាអាហារបានម៉ត់ល្អនិងអាហារមានរសជាតិឆ្ងាញ់មិនចំណាយថវិកាទៅលើការព្យាបាលធ្មេញនិងបានទៅរៀនទៀងទាន់ចាចំណុចទី2យើងនិយាយពីផលវិបាកនៃមាត់ធ្មេញយើងឃើញរូបភាពហើយកាលណាធ្មេញយើងបានសម្អាតជាមួយយើងមានក្លិនមាត់យើងសម្អាតធ្មេញយើងចាស់ដើមពុកឬក៏ទៀមធំមានពីខាងឆ្វេងកំបោរទៀមតូចពីនឹងចង្កូមរបស់យើងក៏មិនបានស្អាតអ្វីដែលសំខាន់ទី3ធ្មេញការច្រើនក្នុងការព្យាបាលមាត់ធ្មេញហើយម្យ៉ាងទី4ធ្មេញសម្រាប់ក្មេងៗពីនឹងចង្កូមមួយខាងស្ដាំអត់សូវបានទៅរៀនទៀងទាត់ចាទី5អញ្ចឹងក្នុងការធ្វើអនាម័យនេះផងដែរយើងត្រូវដឹងថាតើយើងត្រូវគឺជាដឹងថាធ្មេញយើងនឹងមានប្រមាណមាត់ធ្មេញមានប្រមាណអញ្ចឹងចាច់ចេញជាប្រមាណចាអញ្ចឹងចាច់ចេញជាពីក្រាស់លើនិងក្រាស់ក្រោមអញ្ចឹងក្នុងការធ្មេញឲ្យបានត្រឹមត្រូវក៏ខុសគ្នាដែរក្នុងដំណាក់កាលទាំង5នេះយើងធ្វើចំនួន6ដងតកតទៅនឹងអនាម័យមាត់ធ្មេញអញ្ចឹងអនាម័យមាត់ធ្មេញគឺជាកត្តាសំខាន់មួយដែលធ្វើឲ្យយើងនឹងមានសម្រស់កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀតអញ្ចឹងការដុសធ្មេញមានប្រយោជន៍ណាស់ដូចជាការពារជំងឺមាត់ធ្មេញបំបត្តិក្លិនមាត់កាត់បន្ថយជំងឺឆ្លងតាមមាត់មានសោភ័ណភាពស្រស់ស្អាតជាពិសេសទំពាអាហារបានម៉ត់ល្អនិងអាចញ៉ាំទៅអាហារនឹងមានរសជាតិឆ្ងាញ់អញ្ចឹងការដុសធ្មេញយើងក៏បីប្រើថ្នាំដុសធ្មេញដែលមានកម្រិតជាតិ fluoride ហើយនឹងដុសធ្មេញស្រាលថ្នមនិងអនុវត្តឲ្យបានយ៉ាងតិច2ដងក្នុងមួយថ្ងៃនិងអនុវត្តតាមការដុសធ្មេញឲ្យបានត្រឹមត្រូវជាចាំបាច់ចាអញ្ចឹងនៅក្នុងនោះដែរក៏មានលំហាត់3លំហាត់សម្រាប់ឲ្យអ្នកទាំងអស់គ្នាធ្វើបន្ទាប់ពីមេរៀនចប់ចា